របៀបក្នុងការបំពេញព័ត៌មានគ្រូយើងចុចចូលបំពេញព័ត៌មានគ្រូមកមានឈ្មោះបាទមានឈ្មោះសាលាហូហែមកក្រោមមកបាទអញ្ចឹងយើងបំពេញអស់ហើយនាយកគណៈគ្រប់គ្រងបាទយើងជ្រើសរើសយកមកបាទតមកយើងជ្រើសរើសកម្រិតពិន្ទុអតិបរមាថ្នាក់ទី7យើងជ្រើសរើសទី7ទី8នេះវាពិន្ទុវាដូចគ្នាទេយើងទី9យើងជ្រើសរើសទី9យើងកាន់ទីប្រមាណដាក់ទីប៉ុណ្ណឹងមកបាទព្រោះវាមានដាក់ទី11 12វាមានពិតហើយនឹងសង្គមបាទបន្តមកទៀតឆមាសមួយនេះយើងអាចចុចជ្រើសរើសបានបាទយើងអាចផ្ដើមពីខែណាក៏បានដែរបាទនេះចុចជ្រើសរើសមកបើខែដែលមិនយកបាទទីខាងក្រោមខែដែលមិនយកវាចុចជ្រើសរើសពាក្យថាមិនយកបាទអញ្ចឹងវាមិនយកអញ្ចឹងប្រព័ន្ធវាស្វ័យប្រវត្តិបាទអញ្ចឹងយើងកាន់តែមិនយកអញ្ចឹងវាបូកតែ3ខែទេនៅក្នុងឆមាសទី1ឆមាសទី2ដូចគ្នាបាទយើងចុចជ្រើសរើសបានដូចគ្នាអញ្ចឹងបើសិនជាខែដែលមិនយកបាទនេះយើងជ្រើសរើសមកខែដែលមិនយកយើងចុចពាក្យថាមិនយកទៅវាចេញពណ៌ក្រហមអញ្ចឹងបាទអញ្ចឹងមានន័យថាក្នុងឆមាស2ប្រចាំខែឆមាសហ្នឹងគឺវាបូកឲ្យតែ3ខែអញ្ចឹងវាចែកនឹង3ស្វ័យប្រវត្តិក្នុងប្រព័ន្ធវាអូតូអញ្ចឹងណាបាទហើយមុននឹងចេញចំណាត់ថ្នាក់ឬតារាងកិត្តិយសអញ្ចឹងយើងបំពេញច័ន្ទគតិក៏បានមិនបំពេញក៏បានអញ្ចឹងបើយើងបំពេញសូរិយគតិហើយច័ន្ទគតិវារត់ដោយស្វ័យប្រវត្តិអញ្ចឹងយើងបំពេញច័ន្ទគតិនេះមកអញ្ចឹងកាលណាដែលយើងបំពេញហើយច័ន្ទគតិនេះរត់ដោយស្វ័យប្រវត្តិប៉ុន្តែបើសិនក្នុងករណីវាខុសអ្នកគ្រូអាចបំពេញបានបំពេញដោយខ្លួនឯងទៅវាចាប់យកពីដែលអ្នកគ្រូបំពេញលោកគ្រូអ្នកគ្រូបំពេញនឹងឯងបើយើងចំហចោលចេះវានឹងគិតស្វ័យប្រវត្តិឲ្យខ្លួនឯងអញ្ចឹងគ្រប់ទាំងអស់នេះគឺបែបហ្នឹងទាំងអស់ដល់ខាងក្រោមគេនេះសម្រាប់ក្នុងតារាងផ្សេងអញ្ចឹងក្នុងតារាងផ្សេងមានដើមឆ្នាំក្នុងតារាងដើមឆ្នាំណាយើងបំពេញមកបន្ទាប់មកខាងក្រោមនេះតារាងចុងឆ្នាំបាទអញ្ចឹងតារាងចុងឆ្នាំយើងបំពេញមកដូចគ្នាទេបន្ទាប់មកទៀតយើងអាចជ្រើសរើសនិទេសបានបាទនិទេសមាន3មានខ្មែរមានអង់គ្លេសហើយនិងនិទេសល្អបង្គួរមធ្យមនិងខ្សោយបាទនិទេស3នេះដាក់មួយណាក៏បានដែរបន្ទាប់មកទៀតយើងគ្រាន់តែចុច save បាទព័ត៌មានយើងទុកដែលយើងចុច save ទុកមកបាទហើយបេតុងមួយនេះដែរinput data in system now មានន័យថាបើសិនជាលោកគ្រូអ្នកគ្រូយក file ថ្មីបាទទៅប្រើអញ្ចឹងទិន្នន័យនៅ file ចាស់អញ្ចឹងគ្រូគាត់តែចុចអានេះមកចុចបេតុងនេះទៅហើយយើងទៅ select លើ file ចាស់មកវានឹងចម្លងទិន្នន័យដូចជាឈ្មោះដូចជាញ៉ែរោមទិន្នន័យដែលយើងបញ្ចូលវាចម្លងមកទាំងអស់លើកលែងតែមេគុណចែករោមសង្ភាគតាមខែវាអត់ចម្លងទេបើបន្ទុកអីវាចម្លងមកទាំងអស់បាទឲ្យតែព័ត៌មានសិស្សលើកលែងតែព័ត៌មានគ្រូវាអត់ចម្លងមកទេបាទអញ្ចឹងការ copy ចម្លងហ្នឹងបើ file វាឈ្មោះដូចគ្នាវាមិនអាច copy ចម្លងមកបានទេតែខុសគ្នាបាទចំណងជើង file ខុសគ្នាហើយខាងក្រោមនេះដើម្បីចុចបេតុង save PDF បានលោកគ្រូអ្នកគ្រូបង្កើត folder ដាក់ឈ្មោះថា PDF នៅក្នុង drive D បើសិនជាយើងបង្កើត folder មានឈ្មោះថា PDF នៅក្នុង drive D ហើយបេតុងដែលយើងចុច save ជា PDF គ្រប់ឯកសារទាំងអស់ដែលមានបេតុង save ជា PDF យើងចុចទៅវាដំណើរការបើសិនជាអត់មានfolder ឈ្មោះហ្នឹងទេឈ្មោះ PDF ហ្នឹងទេចុចទៅវាអត់ដំណើរការទេអញ្ចឹងបំពេញព័ត៌មានគ្រូនេះគឺមានតែប៉ុណ្្នឹងទេ